អញ្ចឹងការរក idea មិនមែនត្រឹមតែជួយបង្កើត content ដែលទាក់ទាញប៉ុណ្ណោះទេក៏ប៉ុន្តែអាចធ្វើឲ្យយើងក្លាយជាអ្នកច្នៃប្រឌិតជាក់ស្ដែងសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Record Podcast episode ទី22ដែលខ្ញុំនឹងនិយាយអំពី idea ចេញមកពីណានេះបើសិនជាតាមបទពិសោធន៍របស់ខ្ញុំដែលខ្ញុំធ្វើមាតិកាកន្លងមកហើយតើធ្វើម៉េចដើម្បីឲ្យខ្ញុំបានជាខ្ញុំផលិតជា Record Podcast ក៏ដូចជាផលិតជា poster វីដេអូមកហើយផ្លាញ់ពីអ្នកផ្សេងហើយ idea ទាំងអស់ហ្នឹងគឺមិនមែនងាយស្រួលក្នុងការបង្កើតទេពេលខ្លះយើងញ៉ាំបាយក៏មាន idea ងូតទឹកក៏មាន idea ជិះម៉ូតូក៏ពេលខ្លះនឹកឃើញមាន idea ថ្មីនៅក្នុងការផលិត content មួយអញ្ចឹងទាំងអស់ហ្នឹងគឺសុទ្ធសឹងតែជាអ្វីដែលយើងទទួលបានមកពីការសង្កេតហើយយើងនឹងទទួលស្គាល់ថាអ្វីដែលយើងចាប់អារម្មណ៍បំផុតហ្នឹងគឺវានឹងបង្កើតជា idea ឲ្យយើងអញ្ចឹងណាហើយបញ្ហាមួយកុំឲ្យ idea របស់យើងទៅជាម្ហូបអាហារដែលគេកាន់តែមិនចង់ញ៉ាំអញ្ចឹងណាអូខេអញ្ចឹងមូលហេតុដែល idea របស់ខ្ញុំចេញហ្នឹងគឺមកពីការប្រមូលផ្ដុំក៏ដូចជាមកពីចំណេះដឹងដែលយើងរៀនបានពីមនុស្សជុំវិញខ្លួនការស្ដាប់គេស្ដាប់ឯងក៏ដូចជាសិក្សាពី content ផ្សេងៗ technique ផ្សេងៗបទពិសោធន៍ផ្សេងៗពីមនុស្សជុំវិញដូចគ្នាហើយចំណុចសំខាន់នោះគឺការចាប់អារម្មណ៍ទៅលើរឿងដែលយើងស្រឡាញ់ជាពិសេសអ្នកដែលគាត់ធ្វើខាង graphic design វីដេអូគាត់ស្រឡាញ់មកគាត់ធ្វើអ្នកខ្លះអត់ស្រឡាញ់ធ្វើអត់ល្អទេអត់ស្អាតអត់មានគេថាមើលទៅអត់មាន confident ទេហ្នឹងហើយអញ្ចឹងពេលយើងមាន idea មួយវាប្រៀបដូចជារូបភាពមួយដែលជាប់នៅក្នុងខួរក្បាលរបស់យើងហើយយើងចង់បញ្ចេញទៅឲ្យអ្នកមើលអ្នកស្ដាប់អ្នកមើលគាត់មើលឃើញអ្នកស្ដាប់គាត់បានឮអញ្ចឹងណាហ្នឹងហើយហើយកុំភ្លេចថា idea នៅពេលដែលយើងគេថាមានហើយគឺយើងអាច note ឬក៏ទុកកន្លែងណាមួយបានហើយបើសិនជានិយាយទៅ idea ពេលខ្លះអាចថាជារឿងកំប្លែងមួយឬក៏រឿងរ៉ាវដែលមានភាពកំសាន្តលើហ្នឹងក៏ថាបានអញ្ចឹងណាហើយដើម្បីឲ្យអ្នកដែលគាត់ទស្សនាហ្នឹងគឺមើលហើយគឺគាត់មិនមានអារម្មណ៍ថាចង់បោះបង់ឧទាហរណ៍បើសិនយើងជាផលិតជាសាច់រឿងអីចឹងណាអញ្ចឹងធ្វើឲ្យអ្នកដែលគាត់មើលហ្នឹងគឺគាត់មានអារម្មណ៍ថាចង់បដោតហើយបដោតទៀតបដោតហើយបដោតទៀតអញ្ចឹងអូខេអញ្ចឹងការរក idea មិនមែនត្រឹមតែជួយបង្កើត content ដែលទាក់ទាញប៉ុណ្ណោះទេក៏ប៉ុន្តែអាចធ្វើឲ្យយើងក្លាយជាអ្នកច្នៃប្រឌិតជាក់ស្ដែងច្នៃប្រឌិតជាក់ស្ដែងបែបណាបងប្អូននៅពេលដែលបងប្អូនចង់រក concept ថ្មីនៅក្នុងការ design អីមួយបងប្អូនគាត់ប្រកាសអង្គុយគូបើខ្ញុំដូច design ខ្ញុំអាសាអង្គុយគូវាអញ្ចឹងណាអញ្ចឹងបានជា concept ថ្មីតែសុទ្ធថាមុនបាន concept ហ្នឹងទៅ research ណាខ្លះresearch ពី website ផ្សេងៗនៅពាក់ព័ន្ធអញ្ចឹងណាអូខេអញ្ចឹងតកតងទៅនឹងការរុករកការស្រាវជ្រាវ idea ក៏មានភាពកំសាន្តដែរនៅពេលយើងឃើញអីថ្មីអានឹងតំណងសប្បាយរីករាយដូចខ្ញុំនៅពេលឃើញអីថ្មីគឺសប្បាយរីករាយមកអញ្ចឹងក៏យើងគិតថាបើសិនជាយកអាមាតិកាហ្នឹងយកមកបំលែងជា content របស់យើងឲ្យកាន់តែមានគេថាចំណុចប្រសពដែលល្អដែលស្អាតដែលមាន value ហ្នឹងហើយអាចបំផុសគំនិតក៏ដូចជាអាចបង្ហាញនៅលើបណ្ដាញសង្គមហើយមើលទៅគឺគេឆាប់មើលឃើញជាងហ្នឹងណាតើតោះអត្ថប្រយោជន៍ហើយនៅក្នុងការដែលខ្ញុំ research ជាទូទៅបើសិនជា idea ពេលខ្លះខ្ញុំអង្គុយចុចកុំព្យូទ័រក៏នឹកឃើញដែរហើយពេលខ្លះពងផឹកកាហ្វេក៏នឹកឃើញពេលខ្លះមើលមុខសង្សារចាស់ក៏នឹកឃើញដែរហើយពេលខ្លះនៅពេលដែលមើលមុខគ្រូក៏នឹកឃើញ idea អញ្ចឹងនឹកឃើញច្បាស់សេទុកនៅសភៅហើយពេលខ្លះនៅពេលធ្វើការគាត់ដើរហ្នឹងចពុកជើងដួលអីក៏នឹកឃើញ idea ដែរណាហើយពេលខ្លះសម្បីតែយើងយំធ្វើអីក៏នឹកឃើញតែ idea សំខាន់តែយើងចង់ធ្វើពីអីតែប៉ុណ្្នឹងទេឧទាហរណ៍ថាបើខ្ញុំថ្ងៃខ្លះខ្ញុំនឹកឃើញគេថាចង់ផលិតវីដេអូចុះពេលខ្លះគាត់ទៅបើកទ្វារមានអារម្មណ៍ថាចុះបើសិនយើងធ្វើវីដេអូបែបចេះឲ្យគាត់ទាញទ្វារបើកទៅថតចេះមិនដែរហ្នឹងហើយ
ហើយដល់ពេលបើសិនជាយើងចង់គេថាធ្វើការ design គាត់ដើរទៅមើលមុខនៅកន្លែងការងារមើលទៅចុះបើសិនជាយើងចង់ design កន្លែងនេះហើយដាក់ធ្វើបញ្ឈរចេះមិនដែរណាអាហ្នឹងគឺ idea ហើយបើនៅផ្ទះវិញនៅពេលយើងពងអង្គុយនៅបន្ទប់មើលងាកឆ្វេងងាកស្ដាំងាយលើចង់ងាយលើចុះក្រោមមិនមែនឃើញខ្មោចទេបងប្អូនលក្ខណៈថាយើងងើយចុះងើយឡើងគឺថាចុះបើសិនជាយើងដាក់តុនៅខាងឆ្វេងនេះកន្លែងនេះមានទូមានសភៅមានអីហើយខាងស្ដាំហ្នឹងមានដាក់រៀបជាគេថាដាក់រៀបចំឧបករណ៍ដែលយើងធ្លាប់បានទិញហើយមានបើទោះបីជាឧបករណ៍យើងប្រើហើយក៏ប៉ុន្តែយើងអាចចូលដាក់ទុកប្រើប្រាស់បានអត់អញ្ចឹងណាហ្នឹងគឺ idea របស់ខ្ញុំដែលខ្ញុំមានដែលខ្ញុំគេថាបានបង្កើតដោយខ្លួនឯងហើយមួយទៀតជាពិសេសគឺនៅពេលងូតទឹកកក់សក់នៅពេលយើងអេសនឹងអេសថ្នមទៅធ្វើឲ្យក្បាលរបស់យើងឬក៏គេថាការគិតរបស់យើងគឺវា reflect ថាយើងបានគិតអីថ្ងៃនេះអញ្ចឹងយើងគាត់តែស្មើទៅពីព្រឹកដល់យប់ហ្នឹងយើងបានធ្វើអីខ្លះអញ្ចឹងណាអូខេអញ្ចឹងយើងចាប់ផ្ដើម check ហើយអូស្អែកធ្វើចេះហ្នឹងហើយអញ្ចឹងអាហ្នឹងអ្វីដែលខ្ញុំមានទេ idea របស់ខ្ញុំហ្នឹងហើយបើសិនជាឥឡូវចាំសរុបឲ្យបងប្អូនក៏ប៉ុន្តែសួរថាតើនៅពេលដែលយើងធ្វើគេថាគិត idea ហ្នឹងមានគុណវិបត្តិមានបើសិនជាបងប្អូនមាន idea មិនច្បាស់ហ្នឹង idea មិនពេលខ្លះ idea ខ្លះវាសពិចសពិលបងប្អូនហើយ idea ខ្លះយើងនឹកទៅវាមិនបាន full វាមិនបានពេញ 100% អញ្ចឹងធ្វើឲ្យការបង្កើតហ្នឹងវាអត់ស្របជាមួយនឹងអារម្មណ៍របស់យើងអញ្ចឹងធ្វើឲ្យ content របស់យើងហ្នឹងខ្វះភាពទាក់ទាញនៅពេលយើងផលិតហើយអ្នកដែលគាត់មើលក៏មានភាពធ្លាក់ចុះដែរបើសិនជាយើងចង់ផលិតជាវីដេអូជាអីអញ្ចឹងណាហើយយើងត្រូវស្វែងរក idea ណាដែលថ្មីហើយបើសិនជាយើងយកតាមគេអត់ល្អហើយបងប្អូនមិនថាមិនល្អក៏ប៉ុន្តែយកតាមគេអាហ្នឹងដូច copy អញ្ចឹងហើយការស្វែងរក idea តាក់ទងទៅនឹងគឺមិនមែនងាយស្រួលទេបងប្អូនបាក់ណាហ្នឹងហើយពេលខ្លះដល់ពេលយើងស្វែងរក idea យើងអាចខ្វះនៅចំណុចបតៈកលាគ្នាហ្នឹងហើយពេលខ្លះអាចខ្វះការច្នៃប្រឌិតអាហ្នឹងគឺគុណវិបត្តិដែរហើយនៅពេលដែលយើងគេហៅថារត់នឹក idea គឺធ្វើឲ្យយើងធុញហ្នឹងហើយតែមិនឲ្យយើងមានអារម្មណ៍ថាសប្បាយចង់ relax អត់ទេគឺនៅពេលយើងគិតច្រើនចង់មាន idea គឺ stress ហ្នឹងហើយពេលខ្លះកាលមុនយើងធ្លាប់រីករាយអីហ្នឹងតែឥឡូវគឺមុខស្ពូនអត់ចង់ញញឹមអ្នកណាអត់ចង់និយាយរកណាគឺអាហ្នឹងគឺគុណវិបត្តិនៅពេលដែលយើងរក idea អត់បានដែលបងប្អូនដែលឃើញអ្នកខ្លះគាត់និយាយលេងចាគាត់ថាមេដាក់ project មកធ្វើមិន content ហ្នឹងផលិតមួយខែហ្នឹងក៏បាន10លាន view អញ្ចឹងចាប់ផ្ដើមគិតមុខស្មាញអញ្ចឹងអាហ្នឹងគឺគុណវិបត្តិហើយហ្នឹងហើយហ្នឹងតកតងទៅនឹងការធ្វើក៏ប៉ុន្តែឥឡូវស្រួលទេបងប្អូនអញ្ចឹងសរុបជារួមឥឡូវស្រួលទេចង់មាន idea ធ្វើ content ចូល ChatGPT ចូល Cloud AI DeepSeek Gemini មាន AI ជាច្រើនដែលអាចផ្ដល់យោបល់ឲ្យបងប្អូនអញ្ចឹងពាក់ព័ន្ធជាមួយនឹងបងប្អូនទាំងអស់គ្នាបើសិនជាចង់មាន idea ល្អសម្រាប់ការផលិតមាតិកាសម្រាប់ផុសនៅលើបណ្ដាញសង្គមបងប្អូនត្រូវតែចាប់អារម្មណ៍ទៅលើរឿងជំវិញខ្លួនរបស់យើងជាមុនសិនហើយគិតទៅលើរឿងអីដែលយើងស្រឡាញ់ហើយយើងត្រូវតែមានពេលវេលាខ្លះដើម្បីកំសាន្តឧទាហរណ៍ថាបើអ្នកនៅភ្នំពេញគឺទៅលេង walk street អីចឹងណាហ្នឹងហើយដើរកំសាន្តទៅសារអាទិត្យដើរទៅកុំឲ្យនៅតែមួយកន្លែងពេកអត់ល្អបងប្អូនដើរខ្លះហាត់ប្រាណខ្លះក៏វាជាល្អហើយវាជាកន្លឹះមួយដែលអាចជួយឲ្យបងប្អូនគឺរននៅ content ព្រោះកាលណាយើងជួបមនុស្សថ្មីយើងមាន content ថ្មីចូលអញ្ចឹងនៅពេលដែលយើងដើរខ្លះយើងចេញក្រៅខ្លះគឺធ្វើឲ្យអារម្មណ៍របស់យើងចិត្តរបស់យើងគិតអីកលឿនហើយវាមានប្រសិទ្ធភាពជាងមុនហើយការរក idea ពេលខ្លះតើយើងចេញក្រៅបានយើងរក idea បានថ្មីអញ្ចឹងណាហើយនៅក្នុងការរក idea គឺសម្រួលដល់ការបង្កើតនៅ content ថ្មីដែលយើងចង់មកដាក់បញ្ចូលក្នុង business របស់យើងនៅក្នុងការងាររបស់យើងដែលនៅក្នុងការដាក់បញ្ចូលហ្នឹងគឺវាមានភាពប្លែកហើយនឹងតាក់ទាញហ្នឹងហើយអញ្ចឹងអាហ្នឹងតាក់ទងទៅនឹងអីដែលជាការសរុបជារួមឲ្យបងប្អូន
ចឹងសម្រាប់សារដែលខ្ញុំចង់ផ្ដាំផ្ញើទៅកាន់បងប្អូនទាំងអស់គ្នាដែលចង់មាន idea គឺអាចនិយាយថាបងប្អូនគួរតាំងធ្វើម៉េចឲ្យមាន idea យំទៅដូចខ្ញុំបញ្ជាក់ខាងដើមហ្នឹងយើងចាប់អារម្មណ៍វិញជុំវិញខ្លួនយើងសិនទៅហ្នឹងហើយធ្វើអីហើយយើងកំពុងធ្វើអីយើងឆ្លាញ់អីយើងមើលលេងទៅហើយពាក់ព័ន្ធជាមួយនឹងទៅលើការដែលយើងបង្កើត idea គ្មាន idea ណាដែលបង្កើតមកគឺល្អ 100% ទេណាប៉ុន្តែបើសិនជាបងប្អូនចង់ឲ្យមាន idea បងប្អូនត្រូវបង្កើតរាល់ថ្ងៃនិងបង្កើតហើយព្យាយាមអានព្យាយាមនិយាយព្យាយាមចែករំលែកឲ្យធ្វើអីឲ្យយើងគេថាផ្ដល់ភាពក្លាហានឲ្យយើងកុំឲ្យគេតាំងខ្លួនឯងកំសាហើយទៅមិនផ្ដល់ភាពក្លាហានឲ្យយើងហើយតាំងខ្លួនឯងថាខ្ញុំគឺជាអ្នកផលិតមាតិកាហើយខ្ញុំធ្វើមាតិកានឹងឲ្យជោគជ័យហើយធ្វើឲ្យបញ្ជាក់ទៀតពេលដែលធ្វើកុំបោះបង់ទោះជាមានកំហុសក៏បន្តផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងឲ្យបានច្រើនអញ្ចឹងនេះគឺសារផ្ដាំផ្ញើទៅកាន់បងប្អូនទាំងអស់គ្នាដែលកំពុងតែស្ដាប់ record podcast នេះអញ្ចឹងតាក់ទងទៅនឹងបងប្អូនទាំងអស់គ្នាចង់ស្វែងយល់បន្ថែមអំពី idea និងចង់ចែករំលែកបទពិសោធន៍កាន់តែច្រើនទៀតអាច follow podcast របស់ខ្ញុំហើយនឹងជួយ subscribe channel YouTube ក៏ដូចជា channel Remedia របស់ខ្ញុំផងអញ្ចឹងណាហ្នឹងហើយកុំភ្លេចចែករំលែកវីដេអូហ្នឹងក៏ដូចជាចែករំលែកនៅអត្ថបទបងប្អូនចង់គេថាសរសេរនៅក្នុងវីដេអូនេះនឹងយល់ពីណាអាចសរសេរបានហើយបើសិនជាចង់ឲ្យខ្ញុំធ្វើជា content បែបណាបង្កើតមាតិកាបែបណាដែលបងប្អូនចូលចិត្តជាងគេបងប្អូនអាច comment ខាងក្រោមវីដេអូនេះបានខ្ញុំនឹងធ្វើជូនបងប្អូនទាំងគ្នានៅវីដេអូបន្តទៀតអញ្ចឹងណាហើយជាចុងក្រោយនេះក៏សូមអរគុណពីចម្ងាយទៅកាន់បងប្អូនដែលបានស្ដាប់ record podcast នេះសូមជូនពរមានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចបងប្អូនទាំងគ្នាយើងនឹងជួបគ្នានៅអេពីសូតក្រោយដែលខ្ញុំនឹងនិយាយអំពីពេលខ្ញុំធ្វើ content គ្មានអ្នកមើលបងប្អូនដែលធ្វើក៏គាត់ជាជួបហើយតើខ្ញុំមានអារម្មណ៍បែបណាខ្ញុំនឹងធ្វើមិនបន្តទៀតអញ្ចឹងណាអូខេអរគុណសម្រាប់ការស្ដាប់ជួបគ្នានៅអេពីសូតក្រោយអរគុណ